គណិតវិទ្យាថ្នាក់ទី9លំហាត់ទី16គឺគេឲ្យគណនាប្រមាណវិធីគុណរ៉ាឌីកាល់អញ្ចឹងយើងធ្លាប់ធ្វើលំហាត់កាលពីវីដេអូមុនហើយដើម្បីធ្វើប្រមាណវិធីគុណទៅលើរ៉ាឌីកាល់យើងត្រូវយកមេគុណគុណនឹងមេគុណចំណែកឯរ៉ាឌីកង់គុណនឹងរ៉ាឌីកង់ថ្ងៃនេះដែរយើងចូលមកដល់លំហាត់ទី5លំហាត់ទី5របស់យើងគឺជាផលគុណនៃរ៉ាឌីកាល់ប្រភេទឫសការ៉េលំហាត់ទី1 3ឬការ៉េ8គុណឲ្យដក3ឬការ៉េ48ចឹងយើងចាប់ផ្ដើមយកមេគុណគុណនឹងមេគុណយក3គុណដក3ចំណែកឯរ៉ាឌីកង់គុណនឹងរ៉ាឌីកង់8គុណឲ្យ45 3គុណនឹងដក3ស្មើនឹងដក9ឬការ៉េ8គុណនឹង48គឺបាន384បន្ទាប់មកទៀតយើងចាប់ផ្ដើមមើលចំនួននៅក្នុងឫសរបស់យើងថាតើបញ្ចេញបានអត់បើសិនជាបញ្ចេញបានគឺយើងបញ្ចេញឲ្យចំនួនរបស់យើងមានរ៉ាឌីកង់រាងតូចបន្តិចណាអញ្ចឹងយើងអាចបញ្ចេញបានដោយឫសការ៉េ384គឺយើងយក64គុណនឹង6 64គុណនឹង6គឺបាន384ចំណែកឯ64គឺយើងស្មើនឹង8ការ៉េអញ្ចឹងយើងអាចសរសេរតបានដក9ឬការ៉េ8ការ៉េគុណនឹង5 1 8ការ៉េបញ្ចេញមកបាន8គុណនឹងដក9គឺស្មើនឹងដក72ឬការ៉េ6ជាចម្លើយចូលមកដល់លំហាត់ទី6របស់យើងលំហាត់ទី6គេមានដក3ឬការ៉េ75គុណឲ្យដក2ឬការ៉េ48ដើម្បីធ្វើប្រមាណវិធីគុណលើរ៉ាឌីកាល់យើងត្រូវយកមេគុណគុណនឹងមេគុណដក3គុណនឹងដក2ចំណែកឯរ៉ាឌីកង់គុណនឹងរ៉ាឌីកង់យក75គុណនឹង48ដកគុណដកបានបូកវិញ3គុណនឹង2ស្មើនឹង6ឬការ៉េ75គុណនឹង48យើងបាន3600នេះគឺស្មើនឹង60ការ៉េទាំងអស់គ្នាអញ្ចឹងយើងស្មើនឹង6ឬការ៉េ60ការ៉េ60ការ៉េបញ្ចេញពីឫសមកគឺបាន60គុណនឹង6គឺបាន360ជាចម្លើយចូលមកដល់លំហាត់ចុងក្រោយរបស់យើងលំហាត់ទី7គេមាន2ឬគូបវិញម្ដងឬគូបនៃ3គុណឲ្យដក1/2ឬគូបនៃ2ចំពោះឬគូបក៏អត់ខុសពីឬការ៉េដែរយើងត្រូវយកមេគុណគុណនឹងមេគុណអញ្ចឹងយើងយក2គុណនឹងដក1/2ចំណែកឯរ៉ាឌីកង់យើងយកទៅគុណជាមួយនឹងរ៉ាឌីកង់យក3គុណនឹង2គុណនឹងដក1/2គឺយើងបានដក2លើ2ឬគូបនៃ6 2លើ2សម្រួលទៅបាន1អញ្ចឹងចម្លើយឃើញដក6ឬគូបនៃសំទោស2សម្រួលនឹង2អស់ហើយអញ្ចឹងឃើញដកឬគូបនៃ6